vô mình á nghĩ cái meme sống ngôm khả lìa cái meme khả lìa tao à copy ខាងលេមកទេ បាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Game ទី2រវាង Team Mapa ជាមួយនឹង Dark Rai Esport បាទចូលមកភ្លាមជាមួយនឹង Jungle ទាំងសងខាងគ្មានការ farm ចេញពីផផរបស់រៀងខ្លួនយកតែម្ដងពី Dark Side ហើយនឹង Saxu បាទមើល game វត្តមានគីមីឬក៏ហារិតអ្នកដែលគេហៅថារៀង strong នៅលើ lane ណាបាទចឹងអលីនេះប៉ះគ្នាបន្តិចបន្តួចតែម្ដងបាទ Infinite Note 50 series បាទជាទូសាយជំនាន់ថ្មីដែលមានជំនាន់ top frame កាត់មកលើ90 វ៉ាត់គ្នាណា wireless សាក់ថ្មរហូតដល់30វ៉ាត់គ្នាអេក្រង់ 144Hz ជាមួយនឹង 6.78 inch គ្នាដែរធំស្រួលងាយស្រួលសម្រាប់ gamer ជំនាន់ថ្មីបាទអូនៅក្នុង game នេះ Vincent គាត់យកခွនត្រឹមឆ្ងាញ់បាទលឿនមែនទេបាទស្របពេលដែលបច្ចុប្បន្នយើងឃើញមើលចេះស្ដាយបានហើយបាទជាមួយនឹងថ្ងៃនេះ BMO សុវ័យផងមែនទេបាទ BMO បើយើងគិតមើលទៅបើយើងគិតមើលទៅបើសិនថ្ងៃនេះអាចអូសដល់20នាទីដើម្បី deal របស់គាត់ឡើងមួយសែនហ្នឹងបាទដើម្បី deal របស់គាត់ទៅហើយជាមួយនឹង Shadow បោះជាមួយនឹង Shadow ចំយកតែម្ដងចាប់ជួនផ្លែការរូបលាអានឹងការលោត Sport Plot បាទទៅលើសាក់សូមួយមិនដែរពី Vincent អត់មានអីរទេដោយសារតែលេ Purify easy អញ្ចឹងគីមីអញ្ចឹងគីមីនិយាយទៅទួស្គាល់ផ្នែកថ្មីនេះគីមីគេ design មែនតែបើសិនជាយកមកលេងប្រភេទអា hero យកគីមីមកមកដាក់ solo lane ណាដែលមាន hero cover គីមីនឹង0ហ្មងបាទអញ្ចឹងគឺបាក់ហ្មងប៉ុន្តែ Bimo ដគីមិនបាញ់អត់ចំណាបាញ់អត់ចំតែដើម្បីតែចេញមកវិសាស៊ូច្រើនណាយល់ហើយគ្រាន់តែថាបើបាញ់ចំវិញបានអាស៊ីមួយរឿងអ្នកស៊ីមួយវារកតែលីស៊ីពេឈៀមមិញក្រំមកកម្មអូឡាយ B បាទចូលបាទអាយ៉ាហាក់ចូលយកតែម្ដងពី Cypher ធ្វើការបោះជាមួយនឹង Shadow បាល់អស់ខ្លះតែពីសាក់ទូតាមាន RT ទេមានការចាំដល់ធ្វើប៉ុន្តែមកលេងចង្កេះលេងជាមួយនឹង Shadow ដូចគ្នា free style អញ្ចឹងខ្ញុំ free style ដែរតែគេខ្ញុំរត់ដែររួចហ្មងគេបាញ់ខ្ញុំមិនដៃខខ្ញុំ free style ដែរតែអស់ Shadow មកវិញគេដើមមិញបើយើងនិយាយពីគេហៅថា player movement action របស់គាត់ហ្នឹងកំពុងតែដើរអញ្ចឹងបើសិនឈរស្ងៀមអាហ្នឹងយើង free ហ្នឹងគឺគេជាវាយបាទអាមកបន្តិចហ្នឹងយើងលេងចង្កេះគេណាបាទតែខ្ញុំលេងអត់ដែរបានខ្ញុំបោះសម្បល់ទៅចូលដល់ភ្លុំជាប់ស្ញែងហើយចាប់យើងណាគេសាប់បាទចឹងយើងបាទហែមហោងហ៎បងបាទចាំភ្លាមជាមួយនឹងការហាក់បាយវាយយកតែម្ដងទៅលើ King Array Speed Pad ដូចគ្នាជាមួយនឹងការឡើង passive 13តង់ហើយពី King Array ធ្វើការជាមួយនឹងការទេមួយធ្វើការមកវាយយកតែម្ដងឡើងឈាមតែតាំងតែម្ដងជាមួយ King Array ក៏មានការបាត់បង់នេះគ្នាចាប់បោកយកតែម្ដងហើយមានបញ្ហាជាមួយនឹងការវាយទៅលើជាមួយនឹង Cypher ចាយ Flicker មួយជាមួយនឹងការទៅលើសាក់ស៊ូសល់ Shadow ជាមួយនឹងការធម្មតាពី Dark Rai ធ្វើការវាយជាមួយនឹងវត្តមានរបស់ Bimo ដែលគេអាចមានបញ្ហាដែរទេសមម្ដាយទៀតជាមួយនឹងការឡើងជញ្ជាំងទៅបាត់ហើយ Dark Side ចិត្តធ្នូមួយម្ដាយពីដៃជាមួយនឹងការ shut down ម៉ូ Oh my 3គ្រាប់គឺបាញ់មកខ្ចីត្រូវនោះទេបាទជាមួយនឹង game នេះស្របពេលដែលយើងក៏លេងធ្វើជួយដើម្បីសាកស៊ូមិនក៏គាត់កុំជួយខាត្រូវដែរបាទអញ្ចឹងវាដើម្បីរបស់គាត់ក្នុង team fight ឲ្យគាត់ជោគជ័យនេះស្របពេលដែលគេនៅជុំគ្នាដូចគ្នាបាទ team fight មិននិយាយថាគឺធំជាមួយនឹងវត្តមានរបស់ខាងដៅក្រៃណាមិនញ៉ៃខ្លាំងបាទហៀលមកមួយ copy animate កាត់តចាប់បោល KO និយាយទៅធ្វើឲ្យគាត់ order តែសម្រាប់ game នេះគ្នាបាទមិញ Bimo អាច solo kill ទៅលើ Dark Side គាត់បាញ់ខុសយ៉ាបងយ៉ាបាទអញ្ចឹងអត់វិញណាបាទគាត់បាទប៊ីដែរហើយតែមួយបោកយើងកន្លែងទៅមើលមិញសាក់ស៊ូក៏គាត់បោះជាមួយសម្បល់របស់គាត់ក៏ត្រូវដែរបាទអញ្ចឹងវាបន្តិចទាំងអស់តែម្ដងបាទ Cypher ធ្វើការហក់យកតែម្ដងប៉ុន្តែអត់តន់ load RT ទេមានការ load RT មកដែរពី Joel Yami ធ្វើការដាច់ជាមួយនឹង Yami ក៏មានការក្រាកទេ copy យកតែម្ដងអូ stick Oh my god Yami មក load ចូលទៅវាយប្រាវខណៈពេលដែលយើងធ្វើមើលជាមួយនឹង game នេះដូចបច្រាស់គ្នាវិញទៅបាទហើយក៏ទៅវាយក្នុងប៉បងមួយសិនមកគ្នាយើងមាន Purify ហ្នឹងហើយបើយើងជន់គេត្រូវក៏នៅតែវាយគេអត់ដាច់ព្រោះឡាយក៏មាន Purify ដែរបាទក៏រៀងមិនដូចបញ្ញាពេកបាទសម្រាប់គាត់ដូចជាចាត់ក្តៅដល់ហើយបាទចឹងមើលទៅផាត់នៅក្នុងហ្គេមនេះលោតជន់យកតែម្ដងទៅលើ King Array សប្បាយក្នុងការជន់មែនសម្រាប់ផាត់ហើយគាត់ជន់ហ្នឹងគាត់ជន់នៅក្នុង Turret ហ្មងក្នុង Turret កំពុង basic attack គាត់ហើយហ្នឹងអញ្ចឹងគេទាញចូលទៀតតែពីរដៃទៅបាទសំខាន់នៅពេល reduction 35% Turret ទីគ្នាគាត់មិញនៅមុខ Turret មានទួស្គាល់ប៉ុន្តែត្រូវបានជួយវត្តមាន Cypher កាក់មុខបាត់ហើយបាទអញ្ចឹងវា also កន្លែងហ្នឹងតែម្ដងបាទអាច free kill តែម្ដងសម្រាប់គាត់ដូចគ្នាមកដែរបាទយ៉ាងនេះរៀងដល់អាស៊ី live ពីណា live បានអាស៊ី2ហើយអញ្ចឹង Cypher បាន kill មិញយ៉ាបាទ
หลายๆก็กระโปรงแต่ชียังฟาร์มแถมได้วิน បាទ สัน ស្របពេលដែលបាច់បនយើងក៏លេចទៅមើលជាមួយនឹងហ្គេមនេះដាក្រៃគាត់នាំមុខមែនណាប៉ុន្តែធីម fight បើសិនជាធ្វើប្រហែលអាចនឹងធីមឯគាត់ឆ្កឹះវិញណា បាទ តែបើធីម fight ដូចមិនមែនដែលគាត់ fight ជាមួយនឹងវត្តមានថតទីមួយមិនគឺល្អមែនទេដោយសារតែបាញ់មិញគឺបើយើងគិតមើលវាខុសច្រើនដែរបាទសម្រាប់ ចាំ គាត់ ផ្លេចជាមួយនឹងកញ្ចប់ Amal Baby របស់ Cell Card បាទ$1កន្លះ56ពេកមួយសប្តាហ៍ដល់$6មួយខែទទួលបាន235ពេកគាត់ដែរ បាទចាឥឡូវភ្លាមនេះជាមួយនឹងឆាក់ឈូទៅពេញជាមួយនឹង passive របស់គាត់4 stake មកមិញតែអត់មានការកោររកភ្លាកទេទុក ultimate ក្នុងការយកជាមួយនឹងថតទី2ដូចគ្នា បាទដើម្បីចោល complete ធ្វើការ download ជាមួយនឹង app Cell Card yes បាទចូលទៅដល់បងវាយយកទៅដងវត្តមានរបស់ Yami ក៏លោឈាមដូចគ្នា live ក៏មានការយកតាមដងជាមួយនឹង King Aries អាចនឹងក្រាងទេចូលដែរទេក្រាងទេមួយតាមដងជាមួយនឹងការ copy ក្រាងទេពី stick ដូចគ្នាធ្វើការដេញជួលើ live យកតាមដងពីផាត់ដូចគ្នាមានការចុចជាមួយនឹង special មួយដែរពី King Aries តែយកមួយជាមួយនឹងការបោះ shadow ពី shadow ពីសាស៊ូធ្វើការដេញវាយយកតាមដងជាមួយនឹងការកោររកភ្លាកតែកោរដែរទេជាមួយនឹងការ load ultimate ពីចូល Yami ធ្វើការវាយជាមួយនឹងសាស៊ូមានការ shut down យកតាមដងពី King Aries អត់ទាន់ទៅណាដូចគ្នាជាមួយនឹងការដេញបាញ់ពី Vincent ម្ដាយពីដៃជាមួយនឹងការប្រើ skill ជាប់ជាមួយនឹង stand double gear យកតាមដងពី Vincent ជាមួយនឹងហ្គេមនេះបើយើងគិតមើលចាស់ស្រាយមានព្រោះវារបស់ផានបោះមួយគឺគាត់អាចធ្វើការកំចាយជាមួយនឹងប្រភេទ hero ដែលចូលមកបើកមុខឬមួយ hero backline តិចតិចអស់តែម្ដងបាទអញ្ចឹងវាបាក់មែនទេបាទសម្រាប់ហ្គេមនេះជាមួយនឹងឲ្យសាស៊ូគាត់ធ្វើការ pick out ដូចគ្នាគាត់ដែរស្របពេលដែលយើងលេចទៅមើលជាមួយនឹង Vincent បច្ចុប្បន្នដើម្បី deal របស់គាត់ច្រើនមែនទែន goal line របស់គាត់ក៏ច្រើនដូចគ្នា បាទ Sky Pisser មិញ អូគាត់ចេញ Sky Pisser យ៉ាគឺលើវិញមកឲ្យ Sky Pisser យកមក អាយ៉ូ ពីធីម បាទចុងនិយាយវិញឥឡូវ Vincent ពេល Sky Pisser yes Sky Pisser Sky Pisser វិញហ្នឹង សាវិញ បាទឥឡូវមានការ copy ពីតាមតែលើ Kalia ដូចគ្នាពី Cypher បាទ stick បាច់ 2K goal ផងដែរបាទពីវត្តមានរបស់ Dark Cry ដូចគ្នាស្របពេលបច្ចុប្បន្នគាត់នៅតែបន្តដោយសារជាមួយនឹងការដើរជុំគ្នាដដែលផងដែរបាទជាមួយនឹងគាត់គេនេះដើម្បីបាច់ team fight ដូចបាននិយាយចឹងឲ្យសាស៊ូគេនេះតកាត់ lane ណាសាស៊ូបើចង់កាត់ lane តកាត់ lane ឲ្យជាមួយនឹងគាត់ដូចគ្នាបើមិនចឹងទេគេនេះជាមួយនឹងវត្តមានរបស់ Dark Cry គាត់ពេលគាត់ដើរជុំគ្នាគឺប្រវាងការផ្ដាច់ជាមួយនឹង target របស់ Dark Cry ខ្លាំងមែនទែនបាទដោយសារតែឥឡូវដល់ជុំគ្នាមានដាក់ឈីវដៃបើ play តែម្ដងអូតើឲ្យ Cypher ឲ្យមានការលំខ្លួនជាមួយនឹងការចុកបោកយកទៅទៅលើជាមួយនឹង Vincent តែចុចជួយ fight មានការតបមកវិញផ្នែកពី stick ដូចគ្នាជាមួយនឹងការ killing spree ទៅលើ Cypher យ៉ាងនេះក៏មានការបានបោកដូចគ្នាមួយដូននឹងមួយទេពី roaming ទាំងសងខាងនិង mid lane មានការកាប់វាយយកទៅលើ King Aries មានការលោតជាមួយនឹង anti ដែរទេពីផាត់អត់លោតទេបាទស្របពេលបច្ចុប្បន្នខាងលើមានការកោះយកដូចគ្នាតែសាស៊ូចាប់ផ្ដើមធ្វើការកោះបានជាមួយនឹង lane មួយហើយគ្មានបាន kill ទេបានតែ assist យ៉ាបាទស្របពេលដែលយើងលេចទៅមើលជាមួយនឹងមិញបើសិនជា team fight ណាគណៈពេលដែលពួកគាត់ចង់ចូលទៅដល់វាយប៉ុន្តែវាអត់មានដើម្បីក្នុងការបច្ចេកទេសគាត់បោក Cypher ណាមិញដូចគ្នាណាបាទបោក Cypher ហើយ line គាត់ការទេ free អាទៅពេលបញ្ញាមីតែអត់មានចំ line ណា line គាត់មានជួយ define មានអីចឹងទៅអញ្ចឹងបាទការលេងបន្តិចបាទសម្រាប់គាត់តែណាមានគាត់នៅតែធ្វើបានល្អជាមួយការនាំមុខ 2K goal ជាងដូចគ្នាណាពី Dark Cry តែគាត់នៅធ្វើការចុះជ័យណាបាទសម្រាប់គាត់តែ complete ធ្វើការមើលជាមួយ lane ផងយ៉ាត់វត្តមានរបស់សាស៊ូគាត់ធ្វើការអូ lane តិចទីទៅសម្រាប់ជាមួយនឹង game នេះ Bimo ក៏អាចធ្វើការអូ lane បានដែរ Bimo ដាក់ skill ទី1បាញ់មួយ snap clear lane បានបាទចឹងវា easy សម្រាប់គាត់ដូចគ្នាហើយ Bimo ហោះចេញយ៉ាងមិញហ្នឹងណាបាទចឹង King Aries ក្នុង game នេះក៏ពិបាកលេងដូចគ្នាអត់មាន hero make play ទេជា hero front line ដែលរងជាមួយនឹងទទួលរងជាមួយ damage របស់គេតែប៉ុណ្ណោះបាទ Vincent គេនេះជាការ roll stake របស់គាត់តាមអាចធ្វើបានenergy របស់គាត់តាមអាចធ្វើបានបាទដើម្បីងាយស្រួលមែនទែនក្នុងការបាញ់ឲ្យចេញជាមួយនឹង passive របស់គាត់ដូចគ្នាណាតែអាការដំណើរការជាមួយនឹង energy របស់គាត់វាយូរពេកណាបើសិនជា game នេះបើសិនជាគាត់ចំណាយពេលក្នុងការបាញ់យក energy របស់គាត់ទៅពេញវាចំណាយពេលយូរខ្លាំងមែនទែនបាទគាត់គឺដល់អត់ហើយមកគ្រាប់ទៀតហើយ Vincent អូចុកពីដល់ហើយបានទៀតអញ្ចឹងគាត់យកអាទិត្យបាញ់បាទហើយយ៉ាចាប់ stand បាន200យកទៅដល់ជាមួយនឹងការបោកវាយទៅលើ King Aries មុនគេមានការបាក់អត់ថ្មីផងដែរពី Bimo ដល់គេដើម្បី cover ជាមួយនឹង team ដូចគ្នាតែពី Cypher មកការបោកអ្នកណាបោកទៅលើ Yami ដែរតែ Yami អត់បញ្ហាជាមួយនឹងការដេញបាញ់យកទៅដល់ជាមួយនឹងការចាយ flicker មកដែរពី Cypher អត់ទាន់អីទេអស់អាតែរៀងខ្លួនក៏ដូចជា King Aries មានការជាប់សើមួយដែរពីការវាយពីលើ Yami បានដោះពី stick ដូចគ្នាជាមួយនឹងវត្តមានជាមួយនឹងការតែយកលោតដល់ load អាតែពី Yami ធ្វើការយកបានជាមួយនឹង load ផងដែរពី Vincent ធ្វើការដេញវាយយកទៅដល់លើ King Aries អត់មានរត់ដែរតែជាមួយនឹងការជាប់ស្តាន់ម្ដាយទៀតពី Dark Side ធ្វើការយកជាមួយនឹងវត្តមានរបស់ King Aries ដូចគ្នាមានការបាញ់យកដល់ទៅលើ Bimo ដូចគេពី Vincent ធ្វើការដេញវាយទៅលើផាត់ដូចគ្នាក្រាក់ទេពី line បណ្ដាយវាយទៅលើផាត់អត់ជឿដូចគ្នាជាមួយនឹងការបោកវាយយកទៅលើ line មានការ copy អាសម័យជាមួយការក្រាក់ទេយកទៅជាមួយនឹងការវាយទៅលើ Cypher ដូចគ្នាបណ្ដាយយកមកជាមួយនឹង Milan កៅអាសម័យពីសាស៊ូធ្វើការបណ្ដាយជាមួយនឹង stick ដូចគ្នាសាស៊ូអត់មានជាមួយនឹង Shadow រត់ទេជាមួយនឹងការ shut down ទៅលើសាស៊ូមកទៀតដែរពី Cypher ធ្វើការបោកវាយទៅលើ Yami មុនគេយកដល់បណ្ដាយ Yami មានការលោតជាមួយនឹង Passive មានការបោកវាយយកដល់ពីលើ line ជាមួយការវាយទៅលើផាត់ពីទៅលើមួយពីផាត់ចាយព្លីកាមួយជាមួយការដកថយជាមួយការ shut down លើផាត់បានឬក៏បានម្ដាយទៀតលោតអាទីទៀតពីផាត់លោតទៀតហើយបណ្ដាយមានការ shut down ទៅលើផាត់ដូចគ្នាពី line អូបាទជាមួយនឹង team fight មិនខ្នាពេលគាត់បានលោតហើយគាត់វាយឈាមការវាយហូត team fight យូរមែនទែនរហូតដល់ line គាត់មានជួយអាតទៅលើ2ត
តង់ក្នុងទីមហ្វាយដូចគ្នាមកដែរបាទជាមហោមែនតើ stick ទៅ copy ultimate របស់ line ណា បាទជាការ copy ឲ្យ slow ជើង មែនតើបាទសម្រាប់ចូលនៅវត្តមានរបស់ដែរ remove ចោលវិញលេងសំខាន់គាត់ធ្វើអញ្ចឹងគាត់ខានណាបងសោះពេលវត្តមាន load គាត់ទៅការវាយបានតែគាត់ជាការហូលវាយម្ដងហើយម្ដងទៀតដូចគ្នាមកដែរអាច team fight ម្ដងមួយដល់មួយទៅបីគាត់យកបាន target របស់សមាជិក team មេកណាក៏ដោយតែនៅតែពិបាកសម្រាប់គាត់ដូចគ្នាហើយណាពេលឥឡូវ load គាត់ free តែម្ដងសម្រាប់ជើរបស់ team មេគាត់ free អង្គការ clear land free ណាតែមិនទៅឆ្កល់ហើយគាត់ដាច់ជាមួយនឹង stick អញ្ចឹងទៅបាទសម្រាប់គាត់ដូចគ្នាដែរបាទតែទីធូនៅផ្លូវមីឡែនក៏មានការបាត់បង់ដូចគ្នាបាទពីមីនៀនបាទមិនការ push បាទហើយយ៉ាយ៉ាត់មកជាមួយនឹងគេនេះបងណាបាទពេលបច្ចុប្បន្នចាំងកលិត2ក៏គាត់មានដើម្បីដូចគ្នាមកដែរបាទជាមួយនឹងគាត់អញ្ចឹងបន្តម្នាក់ឯងសម្រាប់តែវានឹង ski ទី1របស់ដាងសាយគាត់កាត់តតែវាចេញមកពីសាស៊ូម៉ានតែចាំមើលចាក់សាយខណៈពេលគាត់ធ្វើការឆ្កឹះបាញ់មិនបាទជាមួយនឹងដើម្បីដែល all in ទាំងពីរជាមួយនឹងក្រុមទាំងពីរដូចគ្នាបាទអាយ៉ាដាងសាយធ្វើការប្រើ ski ដកថយផងដែរដោយសារតែមិនបើសិនជាវត្តមានរបស់សាស៊ូម្នាក់ឯងអាចនឹងបោកវាយបាទផាត់មកអូអត់ចូលវាយបាទគាត់ចង់ខាត់មកតែគាត់ចូលវាយបាទសម្រាប់បច្ចុប្បន្នបាទប៊ីម៉ូចាប់ផ្ដើមឈឺតិចតួចហើយបាញ់ទៅលើ stick កុំឲ្យទៅដល់ LED ណាពី Mac គេ damage LED គេឈឺ stick ផងជាថា Vincent បាញ់ភ្លេចខ្លួនអស់ឈាមណាបាទអាយ៉ាជាមួយ T2 មានការយកបានមាន item ជាមួយនឹងឡើងឈាមបន្ថែមទៀតណាពី Vincent បើយើងនិយាយពី item Vincent 4គ្រាប់ណាបងហ្នឹងហើយលុយច្រើនណាបងថាឡើងឈាមដាក់អីបងបលេតឡើង 5000 goal ហើយនោះបាទហូស៊ីវាយវាយដល់បាទសម្រាប់គាត់បាទអញ្ចឹងយើងអាចចាំមើលខណៈពេលបច្ចុប្បន្នដូចគ្នាមកដែរជាមួយនឹងសមាជិករបស់ Team Mac ដាក់សម្ភារទៅកាន់ជាមួយនឹងដាក់សម្ភារទៅកាន់ Team Mac ខ្លាំងមែនទែនតារាចេញមកគីមីនេះគឺដាក់ចកេះជាមួយនឹងសមាជិករបស់ Team Mac តែម្ដងបាទសម្រាប់គាត់ទៅអេលីក៏ធ្វើបានល្អយ៉ាងណាក៏ដោយប៉ុន្តែដល់ពេល Team Fight នៅកន្លែងថតទី1គាត់បែរជា file វិញបាទសម្រាប់ជាមួយ Team Mac ដែលធ្វើឲ្យជាមួយនឹងសមាជិករបស់ដាក់ឯងបាទតែធ្វើសមាជិករបស់ដាក់ឯងឥឡូវមានអីទៀតគាត់តាលីតហើយគឺលីតតែម្ដងបាទសម្រាប់គាត់ដូចគ្នាមកដែរហើយ Team Fight គាត់តែធ្វើការដល់ជុំគ្នាគ្នាជាសារអាតបេតរបស់គីមីតែធ្វើការបើកបោលតែម្ដងអាតបេតគីមីបើកមកចូលទៅដល់ចាប់ស្តាន់យ៉ាមីលូនអាតបេតមកជាការវាយតែម្ដងធ្វើឲ្យសមាជិករបស់ខាងក្រុម Team Mac កំជាការចង់ចូលដើម្បីទៅការវាយដើម្បីជួយគ្នាគាត់ណាដែរតែដើម្បី all in ដើម្បីដុំគឺអត់ឈ្នះជាមួយនឹងដាក់ឯងដាក់ឯងក៏ដើម្បីដុំច្រើនជាងបាទអញ្ចឹងនេះបាទសម្រាប់គាត់ដូចគ្នាដែរស្របពេលរបស់តែមាន lot ធ្វើការ respond មកទីដូចគ្នាបាទអញ្ចឹងនេះបើសិនជា lot នេះបើសិន lot នេះឲ្យជាមួយដាក់ឯងគាត់ធ្វើការគ្រប់ម៉ែបានអញ្ចឹងអាចមានឱកាសការមកកន្ទះយក lot បានទេ100%ហ្មងបាទstick ទៀត stick C គ្រាប់របស់ Bimo រហូតតែម្ដងបាទគេផោកឲ្យ stick រៀង low តែ stick អត់បញ្ហាទេជាមួយនឹង kick area មានការបើក map ក៏ដូចមានការបើក ultimate យកដែរដងពី Vincent អាងតា ulti cool down លឿនញាក់បាញ់យ៉ាអត់មានខ្វល់ ultimate ដាក់ដៃវាlại team bait មួយហ៎បាទគេនេះបើសិនជាវត្តមានរបស់ King Area ក៏ក្រាកទេចូលមក Ultimate របស់ Vincent ក៏អាចធ្វើការអូខេដែរតែគេនេះយើងលេងទៅមើល stick ក៏មាន Ultimate របស់ KO វិស័យ Per ទៀតអូយបាក់អាទីចំឲ្យជាមួយនឹងការក្រាក់ទេយកតែម្ដងពី King Area អាចនឹងចោលកោរោងឃ្លៀកដែរទេពីសាក់ស៊ូប៉ុន្តែអត់ចូលកោខ្ញុំមាន stick គាត់យក Purify បាទមិនបើគាត់មាន flicker មិនគាត់លោតចាប់ Bimo បាទអាយ៉ាជាប់ជាមួយនឹង stand ទៅលើ Cypher យកតែម្ដង Cypher ស្ការដកថយបានឡងខ្លាំងតែ King Area អាចមានការជាប់ជាមួយនឹង stand យកតែម្ដងជាមួយនឹងការបោទៅលើ King Area មុនគេចុច spare ជាតែ cover ខ្លួនឯងបានទេជាមួយនឹងការលោតគាត់ ultimate មកបណ្ដាពីយ៉ាមីចាប់បានពីរជាមួយនឹងការបោទៅលើផាត់ជាមួយនឹងការដាច់ shutdown ទៅលើផាត់យកតែម្ដង Cypher ក៏មានការបាត់បង់នេះគ្នា Live ក៏មានការទៅភ្នំដូចគ្នាផងដែរសោតតែពីរតែម្ដងជាមួយនឹងការ shutdown ទៅលើ Dark Side អានេះមានបញ្ហាទៅលើសាក់ស៊ូដែរទេសមដៃទៀតជាមួយនឹងការដកផាត់ជាមួយនឹង Shadow ទេមានការបាក់ ultimate ពី Bimo ធ្វើការបាល់ឡងខ្លាំងជាមួយនឹងការដាច់ទៅលើ stick នៃសាក់ស៊ូដាច់ឡើងនឹងទៅអីអូ skill លេងគាត់ដាច់ដៃគាត់ថយមកគាត់មិនគាត់គិតថា skill របស់គាត់ skill របស់គាត់គឺនឹង cooldown បន្តិចទៀតឯងគាត់ខំលេងអញ្ចឹងបាទ my god ហើយយ៉ាប៊ូសា skill ទី2 cooldown លឿនព្យុះហ្មងដែរបាទសម្រាប់គាត់ដូចគ្នាខាង Overia គេនៅយ៉ាបាទនៅទៅឲ្យអត់មាន skill មិនក៏ Overia របស់ Bimo ក៏ផោក skill បានដែរបាទសម្រាប់ការលេងរបស់អាចិនគ្នាអ្វីសប្បាយជាការណាត់គ្នាមកមើលកូនជុំគ្នានៅរោងកូន Legend Cinema ទេចង់ញ៉ាំពុបទូមានតែនៅរោងកូន Legend Cinema ជាតិជាប់មាត់ជឿជឿមើលម្នាក់ឯងបានអត់បងអត់បានទេបាទជាមួយនឹង Shadow ចំពីសាក់ស៊ូប៉ុន្តែមានការលក់ថយបានឡងខ្លាំងតែជាមួយនឹងអ្នកលេងមកបាទខណៈពេលសាក់ស៊ូគេនេះនិយាយទៅក៏ធ្វើមិនឲ្យយ៉ាមីគាត់អស់ជាមួយនឹង skill ខាងថាតែអាចធ្វើបានតែគាត់ចេះគាត់មិនមែនដូចគេទេគាត់លេងបាយក្រាំងបាញ់ណាបាទចាំភ្លាមជាមួយនឹងការតែយក Lord ឬក៏ណាពីវត្តមានរបស់ Dark Rai Esports តែយកមកជាមួយនឹង King Aries ដូចជាអត់តមានអូមាន spell ទេបាទ spell ឈាមបាទធ្វើការតែលេងប៉ុន្តែមានអារម្មណ៍ថា Lord នេះដូចជាមិនចង់បានទេចង់បោក Team Fight យកតែម្ដងជាមួយនឹង Phat Lord RT ជាមួយនឹងការកោររំលាកចាប់បោកយកតែម្ដងតែជាមួយនឹង Phat មុនគេយកតែម្ដងជាមួយនឹងការជន់ Ultimate ពីយ៉ាមីបានពីរជាមួយនឹងការបោកវាយអត់មានបញ្ហាដែរទេជាមួយនឹងការដេញបាញ់យកតែម្ដងពី Vincent ប៉ុន្តែវាយទៅលើ King Aries អត់ឈឺទេយ៉ាមីចាប់តាណាក្រាក់ទេវាយយកម្ដងពី King Aries ធ្វើការបើកមែនជាមួយនឹងការបាញ់វាយជាមួយយ៉ាមីមាន RT ទេធ្វើការដកធ្វើការដេញវាយតែជាមួយ
ជាមួយនឹងយ៉ាមីតែជាមួយនឹងការ shut down បានហើយ អូបើទៅមិញបោក KO មក គេវាយពិបាក front line ដើម្បីយក objective ទៅសារតែទី1គឺគេចង់ទាញសេដ្ឋកិច្ចហ្នឹងឲ្យស្មើជាមួយនឹង Direction នេះវាជាការសម្រេចចិត្តត្រូវរបស់ Team Max ព្រោះនៅពេលសេដ្ឋកិច្ចស្មើ hero របស់គាត់ជា hero debate late game ទេបើនិយាយពី damage គាត់អញ្ចឹងនៅពេល damage late អាហ្នឹងនៅពេលលុយគាត់ច្រើនឡើងដល់ 45k អញ្ចឹងខ hero របស់គាត់ទាំង Saxo Bimo ឡាយអាចមាន back item ទៅខ្លាំងយកមកជាមួយនឹង game នេះវត្តមានរបស់ Vincent ណាអីការមិនបាទគាត់ចង់ចូលដែរ អូតើ retrieve user មួយដែរពី dark side ប៉ុន្តែទៅដល់ចាប់បោកយកទៅពី cipher តែបោកអត់ដល់ទេអត់មាន flicker វិញ flicker មិញអាចមកមានទៅបាទជាមួយនឹង dark side មិនគាត់ចូលមិញចូលទាំង brawl មិញអត់មានអី back up ហ្មងអូចូលតាមបាន200ជាមួយការបាញ់យកដល់ទៅលើ line តែ line ជប់ជួន fight មានការក្រាក់ទេយកដល់ពី King Ares ដើម្បី cover ជាមួយនឹង line ដូចគ្នាបាទស្របពេលគាត់ធ្វើរូបភាពអញ្ចឹង Bimo សុបាយផោខ្លាំងតែមកជាមួយនឹង Gary បានហើយបាទអីយើងលេងទៅមើលជាមួយជាក់ស្ដែងមិញស្រាដឹងស្រាប់ហើយបាទជាមួយនឹងវត្តមានរបស់ផាតគាត់បើកមុខនិយាយទៅគឺទូនាទីនៅក្នុងពេលដែល team fight គឺគាត់បើកមុខនឹងហ្មងតែពេលស្របពេលគាត់បើកមុខគេឲ្យទៅលើគាត់មិនផ្លេចអញតែ line មាន purify ណាគូមែនតើបាទចាំតែផ្លឹមមីឡែនបាញ់ ultimate យកទៅដល់ពី Vimo ទៅគេជាប់បាន3រដូចគ្នាជាមួយនឹង Lord ក៏ដើរទៅផ្លូវ top lane ជាមួយនឹងការហក់ទាត់ Torret យកទៅដល់អានេះ clear ជាមួយនឹង Lord នេះបាន free ឬក៏ណាជាមួយនឹងការបោកវាយប៉ុន្តែ T3 អានេះមានការដាច់យកទៅដល់ក្រាក់ទេពី King Ares ធ្វើការបោកវាយជាមួយនឹងផាត់ដូចគ្នាជាមួយនឹងការ load RT យកទៅដល់ពី Yami ប៉ុន្តែបោកវាយជាមួយនឹង King Ares មកគេចុចជាមួយនឹង Special យកទៅដល់ជាមួយនឹងការដំជាប់ដំឡើងមានការបោកយកទៅដល់ជាមួយនឹងវត្តមានរបស់ផាត់ដូចគ្នាជាមួយនឹងការបោកវាយប៉ុន្តែ2ទល់នឹង3ចូលបោក ultimate យកទៅដល់ពី King Vimo ជាមួយនឹងការដាច់ទៅលើវត្តមានរបស់ខាង King Ares ដូចគ្នាទៅម៉ាឆាដូពីសាក់ស៊ូប៉ុន្តែអត់ដាច់ដូចគ្នាជាមួយនឹងការថតដាច់តែខាត់មួយតែអត់ដឹងណាហ៎សម្រាប់គាត់គេមាន damage បាញ់ឲ្យលោណាអត់មាន damage មកចូលងុំមិនអត់មាន passive ក្នុងការបាញ់ទេឥឡូវសាក់ស៊ូការរួមគ្នាតែវត្តមានរបស់ Game Dark Rai គឺនៅឆ្នាំជាមួយនឹង King គឺការយកបានតែការចាក់បែកគាត់លើ Yami គេមានការបាត់បោះជាមួយនឹងការ flicker យកដល់ពី side មកដាច់ចុះជាមួយនឹងការដាច់ដែរទេអត់ដាច់ទេដល់ថយពីវត្តមានរបស់ Dark Side ប៉ុន្តែគេពីមកជាមួយនឹង Stick នៃការ shut down យកដល់វ៉ាវអត់តបានបាញ់អីទេជាមួយនឹង game នេះ clear lane បានឬក៏បានម្ដាយចុងក្រោយជាមួយនឹងការក្រាក់ទេបាយយកដល់ពី line នេះគ្នាជាមួយនឹងការឈូម្ដាយពីដៃជាមួយនឹងការចុច winter ground counter បានឡោក្លាត់តែពីវត្តមានរបស់ Vincent មានការជាប់ជាមួយនឹង Sun ជាមួយនឹងការម្ដាយក៏លើ King Ares ក៏មានការបោកវាយយកដល់លើផាត់គ្នាជាមួយនឹងការបោកវាយអាចមានការដកថយដែរទេ clear ជាមួយនឹង lane បានវត្តមានរបស់ Dark Side ចូលដល់ជាមួយការ shut down ពី line ដូចគ្នាចូលដល់ហើយ Salah Space Standing តែមាននៅផ្លូវ Yami can do it បាទយ៉ាមីទៅឡាយធ្វើការជាប់អាតម៉ែតយកដល់ពីយ៉ាមីមានការបាយម៉ូថជាមួយនឹងការ shut down ទៅលើ Vincent នៅក្នុងgame ជាមួយនឹងការ end game បានឬក៏មិនបានក៏មានការវាយគ្នាជាមួយនឹងជ័យជំនះ2-0គឺបានទៅលើ Team Max ឆ្កឹះទៀតតតែរេចំណុចខ្វះខាតរបស់ Team Dark Rai ពី Team Max ដូចគ្នាបានហើយវ៉ាវចំចៃជំនះលទ្ធផល 2-0 នេះអាចនឹងរុញច្រានឲ្យ Gary ទល់ជាលក្ខណៈ 3-0 មួយណាយ៉ាតែ 3-0 នៅ Prediction ឯគឺគេដាក់ឲ្យនោះត្រូវ